តើបងប្អូនថ្ងៃនេះខ្ញុំមកអានបុកដុំសាក់ដែលមានគុណភាពល្អមួយហើយខ្ញុំមកចែករំលែកអំពីថាទូរស័ព្ទយើងគួរតែប្រើដុំសាក់ប្រភេទម៉េចរុនម៉េចឲ្យ support ជាមួយទូរស័ព្ទមិនមែនចេះតែប្រើខ្ញុំឃើញបងប្អូនមួយចំនួនប្រើតែពីសបាទបើតែពីសជាពិសេស iPhone បាទហើយប៉ះពាល់ជាមួយថ្មប៉ះពាល់ជាមួយម៉ាស៊ីនបើអាលុតឆ្លងឯសេសាជាទូទៅគឺខ្ញុំជួបបែបនេះច្រើនដោយសារគាត់ទិញអត់ដឹងក្បួនឬក៏អ្នកលក់ចេះតែដាក់បាត់ណាបណ្ណៃបាទគាត់គិតថាអត់តែឲ្យតែសាក់លឿនជាពិសេសខ្ញុំធ្លាប់ជួបច្រើនណាអ្នកប្រើ iPhone តកោ7 Plus XS Max ត្រឹម11ហ្នឹងបាទ11ចំក្រោមគាត់រកអាដុំរុនតូច Type C ហ្នឹងហើយរក20 W ហើយប៉ុន្តែពេលខ្លះភ្ញៀវខ្លះរកអា30 40ដែលគាត់ទិញមកលើសវ៉ាត់គាត់គិតថាវ៉ាត់កាន់តែធំសាក់កាន់តែលឿនប៉ុន្តែគាត់អត់ដឹងថាភ្លើងបុកខ្លាំងប៉ះពាល់ជាមួយម៉ាស៊ីនឬថ្មឯងហើយទាំងដែលថ្ម iPhone ហ្នឹងតូចកញឹបជាងទូរស័ព្ទ Android ទៀត Android បានថ្មធំបងប្អូន iPhone មិនទាន់ដល់ 5000 mAh ទេប៉ុន្តែ Android សេរីទាបបំផុតគោ 4800 mAh ទៅ 5000 ឡើងទៅលើដែរហើយវាធ្វើមកឲ្យ support ប្រភេទគេហៅដុំសាក់លឿនបាទហើយដោយសារប្រភេទ Android ទៀតសបកជ័រទូវាឡើងកម្ដៅមិនជាវាអត់សូវក្ដៅដូច iPhone សបកដៃប្រើប្រាស់បងប្អូនប្រើអត់ដឹងក្បួនខូចសុខភាពថ្មខូចថ្មដែលអត់ដឹងមូលហេតុហើយទៅបន្ទោសពីណាគេទៅបន្ទោសទូរស័ព្ទអត់កើតទេបងប្អូនហ្នឹងហើយបើបងប្អូនប្រើដុំ original 20 W ចំអត់អីទេប្រើចាប់ពីតកោ iPhone 8ឡើងទៅលើបាទ8ចឹងប៉ុន្តែដុំ original ចំតើឥឡូវងាកចូលដុំសាករបស់ខ្ញុំវិញវាមានរុន2ប្រភេទ Type C មួយនិងរុន USB-A មួយជាផលិតផលរបស់ក្រុមហ៊ុន Remake ចំប្រចាំហាងខ្ញុំហ្មងបាទហើយវ៉ាន់ហ្នឹងល្អទៀតហើយរុនតូច Type C នេះកម្លាំងសាកវាចេញ20 W ហើយរុន USB-A អាធំហ្នឹងកម្លាំងសាកចេញវា18 W ធានាសាកភ្លើងបានលឿនបងចាប់ពេញជាងដុំសាកមួយចំនួន on ធូរថ្លៃហើយប្រើពេលប្រហែលចន្លោះ1ម៉ោងទៅ1ម៉ោង20នាទីពេញហើយតាមប្រភេទទូរស័ព្ទតាមថ្មទូរស័ព្ទដែរអញ្ចឹងហើយដុំហ្នឹងវាមានបច្ចេកវិទ្យា GaN គេហៅថាសម្រាប់គ្រប់គ្រងសីតុណ្ហភាពកម្ដៅសុវត្ថិភាពដល់ទូរស័ព្ទនិងឧបករណ៍ដែលយើងប្រើប្រាស់វាអញ្ចឹងហើយមានរូបរាងស្អាតក្នុងវីដេអូអញ្ចឹងបងប្អូនហើយសាច់ជ័រវាហាប់តាន់ធ្ងន់ល្មមងាយស្រួលដាក់តាមខ្លួនហើយបើរឿងគុណភាពវិញល្អការប្រើប្រាស់បានយូរព្រោះអីវាជារបស់ក្រុមហ៊ុនចំមានគេទទួលស្គាល់វាអត់ដូចឲ្យបាន copy ច្រឡងពីរបស់ស៊ីននេះបងប្អូនបញ្ជាក់ហើយខ្ញុំបញ្ជាក់ទេបងប្អូននៅដុំសាកហ្នឹងអារុន Type C ហ្នឹងខ្ញុំអត់ណែនាំឲ្យបងប្អូនប្រើ iPhone តកោ11ចុះមកក្រោមទេបាទអញ្ចឹងតកោ12 Pro Max ឡើងទៅលើបានប្រើបានហើយសម្រាប់ទូរស័ព្ទ Android ថ្មចាប់ពី5000 mAh ហ្នឹងក៏ប្រើបានហើយព្រោះ Android វាវ៉ាត់វាធំលើសពី20 W ទៀតតែធានាសាក់លឿនចេញ fast charge រុនហ្នឹងប៉ុន្តែដូចខ្ញុំនិយាយដែរអញ្ចឹងអាតកោ11 Pro Max ចុះមកក្រោមបងប្អូនខ្ញុំ recommend ឲ្យប្រើអារុន USB-A គេហៅរុន18 W សាក់លឿនដូចគ្នាបងប្អូនខ្ញុំធានាថាអែមមកពេញចិត្តហ្មងអញ្ចឹងវាអត់សូវប៉ះពាល់ថ្មជាមួយម៉ាស៊ីនជាមួយទូរស័ព្ទអញ្ចឹងបាទហើយការធានារយៈពេល14ថ្ងៃខូចបដូរជូនថ្មីពេលហ្នឹងអរគុណច្រើន